បញ្ហាប្រេះកែងជើងមើលទៅគឺធ្វើឲ្យស្បែករបស់យើងនឹងគឺអត់ស្អាតតែម្ដងហើយមួយទៀតនឹងគឺរំខានដល់ការធ្វើការងារជាប្រចាំថ្ងៃជាពិសេសនៅពេលដែលយើងប្រេះកែងជើងយូរទៅនៅពេលដែលគ្រាន់តែយើងឈរឬក៏ពេលដែលយើងដើរហ្នឹងក៏មានការឈឺចាប់ដែរជាពិសេសហ្នឹងគឺវាអាចចម្លងមេរោគទៅក្នុងខ្លួនរបស់យើងឬក៏ស្បែករបស់យើងតាមកន្លែងដែលប្រេះហ្នឹងតែម្ដងអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែក4វិធីដើម្បីការពារកុំឲ្យមានបញ្ហាប្រេះកែងជើងឬក៏កាត់បន្ថយការប្រេះកែងជើងល្អជាងមុនអញ្ចឹងទី1យើងត្រូវរក្សាសំណើមដល់ស្បែកឲ្យបានទៀងទាត់ឬក៏ជាប់លាប់បំផុតមិនមែនថាយើងថែទាំតែស្បែកមុខតែស្បែកខ្លួនហើយភ្លេចថែទាំស្បែកកែងជើងទេដោយសារតែតំបន់នេះក៏វាជាតំបន់ដែលមានសភាពស្ងួតឬក៏ងាយក្រិនងាយប្រេះដែរអញ្ចឹងយើងអាចផ្ដល់សំណើមមួយថ្ងៃ3ដងនៅក្នុងករណីដែលស្បែកហ្នឹងគឺមានបញ្ហាស្ងួតខ្លាំងតែបើសិនជាក្នុងករណីថាអ្នកទាំងអស់គ្នាអត់សូវមានស្បែកស្ងួតខ្លាំងទេអាចលាបមួយថ្ងៃ2ដងបានហើយនៅពេលដែលយើងលាបផ្ដល់សំណើមរួចហ្នឹងយើងអាចបន្ថែមជាប្រភេទគ្រីមដែលលាបការពារបញ្ហាប្រេះនៅកែងដៃឬក៏កែងជើងបានអញ្ចឹងគ្រីមហ្នឹងយើងអាចលាបមួយថ្ងៃ2ដងពេលយប់ជាមួយនឹងពេលព្រឹកហើយទី2គឺទម្លាប់ធ្វើការជំរុះកោសិកាចាស់ចេញមានន័យថាជំរុះកោសិកាចាស់ហ្នឹងវាលើសពីប្រភេទ scrub ក៏ប៉ុន្តែអ្នកទាំងអស់គ្នាអាចជំនួសមកវិញដោយការប្រើថ្មសម្រាប់ខាត់នៅកែងជើងរបស់យើងនៅក្នុងមួយសប្តាហ៍ហ្នឹង2ទៅ3ដងបន្ទាប់មកចាំយើងប្រើ scrub តាមក្រោយជាប្រភេទ scrub ដែលជួយផ្ដល់សំណើមធ្វើឲ្យស្បែករបស់យើងទន់ហើយកែងជើងរបស់យើងហ្នឹងក៏អត់ងាយប្រេះដែរទី3គឺការរក្សាគីឡូឲ្យនៅមានស្ថិរភាពមានន័យថាគីឡូក៏វាអាចធ្វើឲ្យបញ្ហាប្រេះកែងជើងហ្នឹងកើតមានដែរដោយសារតែគីឡូយើងធ្ងន់ខ្លាំងពេករាងកាយរបស់យើងឬក៏ជើងរបស់យើងហ្នឹងគឺមានសម្ពាធខ្លាំងមែនទែននៅក្នុងការត្រោអញ្ចឹងកែងជើងរបស់យើងវាមានសម្ពាធ2គីឡូរបស់យើងធ្ងន់ឬគីឡូរបស់យើងច្រើនហ្នឹងកែងជើងរបស់យើងក៏ងាយប្រេះដែរទី4គឺការបំពេញជាតិទឹកនៅក្នុងខ្លួនរបស់យើងឲ្យបានគ្រប់គ្រាន់អញ្ចឹងដោយសារតែស្បែករបស់យើងស្ងួតខ្លាំងពេកជាតិទឹកអត់គ្រប់គ្រាន់កន្លែងណាមួយនៃស្បែករបស់យើងដែលឆាប់ប្រេះហ្នឹងគឺវានឹងងាយប្រេះខ្លាំងមែនទែនអញ្ចឹងយើងអាចញ៉ាំទឹកឲ្យបានគ្រប់គ្រាន់បំពេញសំណើមដល់ស្បែកពីខាងក្នុងបន្ថែមវាធ្វើឲ្យស្បែករបស់យើងហ្នឹងគឺទន់រលោងមើលទៅគឺមានជាតិទឹកអត់ងាយធ្វើឲ្យស្បែកក្រិនហើយនឹងប្រេះទេអញ្ចឹងបើមានបញ្ហាប្រេះកែងជើងឬក៏ចង់ការពារកុំឲ្យមានបញ្ហានេះកើតឡើងអាចសាកធ្វើតិចនិចទាំង4នេះបាន